តាអ្វីទៅជា simple question simple question គឺជាកម្រងប្រយុទ្ធសំណួរដល់ពេលដែលយើងឆ្លើយយើងត្រូវការចម្លើយ2ដែលចម្លើយទី1គឺចម្លើយ yes ហើយមួយទៀតគឺចម្លើយ no បងប្អូនខ្ញុំបាទ ឌីពិសិដ្ឋខ្ញុំគឺជាគ្រូបង្រៀនភាសាអង់គ្លេសនៅសាលាអន្តរជាតិ SMP នៅក្នុងថ្ងៃនេះដែរខ្ញុំលើកយកចំណុចវិជ្ជាករមួយគឺទាក់ទងនឹងការប្រើប្រាស់ simple question ដែលនៅក្នុងនោះដែរយើងនឹងប្រើជាមួយនឹង verb to be ក៏ដូចជា do ហើយនិង does ហើយមេរៀនដែរគឺខ្ញុំបានដកស្រង់ចេញពីសៀវភៅ English for Everyone Grammar Guide អញ្ចឹងយើងចូលដល់មេរៀនយើងតែម្ដងទៅមុននឹងយើងចូលដល់សាច់មេរៀនរបស់យើងគឺយើងត្រូវដឹងថាតើអ្វីទៅជា simple question simple question គឺជាកម្រងប្រយុទ្ធសំណួរដល់ពេលដែលយើងឆ្លើយយើងត្រូវការចម្លើយ2ដែលចម្លើយទី1គឺចម្លើយ yes ហើយមួយទៀតគឺចម្លើយ no អញ្ចឹងយើងចូលដល់ចំណុចទី1របស់យើងតែម្ដងទាក់ទងនឹងការប្រើ simple question ជាមួយនឹង to be អញ្ចឹងចូលដល់ចំណុចទី1គឺទាក់ទងនឹងការប្រើ to be ជាមួយនឹង simple question ការប្រើកម្រង simple question ជាមួយនឹង to be នៅពេលដែលយើងចង់ដូរវាទៅជាប្រយោគសំណួរយើងគិតតែលើ to be ដាក់ពីមុខនៃ subject អញ្ចឹងយើងសូមមើលឧទាហរណ៍ពីរដែលខ្ញុំលើកយកមកបង្ហាញដែលទី1គឺជាទម្រង់ប្រយោគស្របហើយមួយទៀតគឺជាទម្រង់ប្រយោគសំណួរឥឡូវយើងមើលប្រយោគស្របទាំងអស់គ្នា You are Canadian អ្នកឯងគឺជាជនជាតិកាណាដាអញ្ចឹងនៅពេលដែលយើងចង់ដូរវាទៅជាប្រយោគសំណួរយើងគិតតែលើ to be are ដាក់នៅពីមុខ subject អញ្ចឹងយើងដូរវាមកគឺ are you Canadian តើអ្នកឯងគឺជាជនជាតិកាណាដាមែនទេអញ្ចឹងវាងាយស្រួលមែនទេណាវាងាយស្រួលយើងមើលទៅស្រួលយល់ទេឥឡូវយើងមកមើលទាក់ទងនឹងការបង្កើតទម្រង់ប្រយោគ simple question ជាមួយនឹង to be ទាំងអស់គ្នានៅក្នុងចំណុចនេះគឺគេចង់បង្ហាញទាក់ទងនឹងការបង្កើតទម្រង់ប្រយោគសំណួរដែលប្រើជាមួយនឹង to be ដែលយើងមានទម្រង់ដូចជា to be បូកជាមួយនឹង subject បូកជាមួយនឹង rest of the sentence អញ្ចឹង to be របស់យើងគឺយើងមាន am is ហើយនិង are ដែលយើងទៅប្រើជាមួយនឹង subject ផ្សេងៗពីគ្នាដែល I គឺយើងទៅប្រើ am គឺយើងទៅប្រើជាមួយនឹង I are យើងប្រើជាមួយ you we days and is គឺយើងប្រើជាមួយ he she និង it ឥឡូវយើងមើលឧទាហរណ៍បន្ថែមនៅខាងក្រោមis Judy an actor តើនាងគឺជាអ្នកសម្ដែងមែនទេឬក៏តើ Judy គាត់គឺជាអ្នកសម្ដែងមែនទេហើយមួយទៀត is he French តើគាត់គឺជាជនជាតិបារាំងមែនទេ are they engineer តើពួកគេគឺជាវិស្វករមែនទេហើយមួយទៀត are you a student តើអ្នកឯងគឺជាសិស្សមែនទេការប្រើប្រាស់ to be គឺយើងចង់បង្ហាញអំពីប្រភេទនៃការងារឈ្មោះទីកន្លែងឬក៏វត្ថុណាមួយឥឡូវយើងចូលដល់ចំណុចទី2ទាក់ទងនឹងការប្រើ do ហើយនិង does ជាមួយនឹង simple question អញ្ចឹង do and does គឺយើងត្រូវបានប្រើប្រាស់នៅក្នុងការ present simple ដែលគេប្រើប្រាស់ជាមួយនឹងកិរិយាសព្ទដែលមានសកម្មភាពហៅថា action verb អញ្ចឹងសូមមើលឧទាហរណ៍នៅខាងក្រោម you work in an office អ្នកធ្វើការនៅក្នុងការិយាល័យអញ្ចឹង work នេះគឺថាពីវាជាកិរិយាសព្ទដែលវាមានសកម្មភាពអញ្ចឹងកាលណាដែលយើងចង់ដូរវាទៅជាប្រយោគសំណួរគឺយើងលើក do ដាក់ពីមុខនៃ subject មក do you work in an office តើអ្នកឯងធ្វើការនៅក្នុង office មែនទេហើយមួយទៀត she work in school នាងធ្វើការនៅក្នុងសាលាអញ្ចឹងនៅពេលដែលយើងចង់ដូរវាទៅជាប្រយោគសំណួរយើងគ្រាន់តែលើក does ដាក់ពីមុខនៃ subject មក does she work in a school does she work in a school តើនាងធ្វើការនៅក្នុងសាលាមែនទេឥឡូវយើងចូលមកដល់ការបង្កើតទម្រង់ឬក៏ how to form question with do and does អញ្ចឹងយើងមាន do and does ផ្លាស់ជាមួយនឹង subject ផ្លាស់ជាមួយនឹង base verb and rest of the sentence ដោយយើងដឹងថា do គឺយើងត្រូវបានប្រើប្រាស់ជាមួយនឹង subject I you we days ហើយ does គឺយើងប្រើជាមួយនឹង subject is it អញ្ចឹងចំណាំផងចំណុចនេះគឺជាចំណុចដែលសំខាន់ដែរព្រោះសិស្សមួយចំនួនគាត់អាចនឹងច្រឡំគ្នាទាក់ទងការប្រើ do ហើយនិង does do you work in an office តើអ្នកធ្វើការនៅក្នុងការិយាល័យមែនទេមួយទៀត does she work in an office តើនាងធ្វើការនៅក្នុងការិយាល័យមែនទេ do and does គឺយើងត្រូវបានប្រើប្រាស់ជាមួយនឹង subject ផ្សេងៗគ្នាអញ្ចឹងបងប្អូនមួយចំនួនពេលខ្លះគាត់អាចមានការយល់ច្រឡំជាមួយនឹងការប្រើប្រាស់អាចទៅជា does ប្រើជាមួយនឹង I will you day អីចឹងទៅឬក៏ do យើងប្រើជាមួយ he is it អីចឹងទៅហើយខាងក្រោមនេះគឺជាឧទាហរណ៍បន្ថែមទាក់ទងនឹងការប្រើ do and does អញ្ចឹងសូមទស្សនាអរគ្នា do they live in Paris តើពួកគេរស់នៅប៉ារីសមែនទេ do you finish work at 4 PM today តើពួកគេបញ្ចប់ការងារនៅម៉ោង 4 ល្ងាចនេះមែនទេ does Tom get up at 6 តើ Tom គាត់ងើបពីគេងនៅម៉ោង 6 មែនទេ does the party start at 7 PM តើកម្មវិធីចាប់ផ្ដើមនៅម៉ោង 7 មែនទេអញ្ចឹងសរុបរួម do and does គឺយើងត្រូវបានប្រើប្រាស់ជាមួយនឹងកិរិយាសព្ទណាដែលមានស
សកម្មភាពឬក៏មានអំពើហើយនៅក្នុងវីដេអូនេះគឺចង់បង្ហាញទាក់ទងនឹងការប្រើជាមួយនឹង simple ពីរចំណុចទី1គឺការប្រើជាមួយនឹង to be មួយទៀតគឺប្រើជាមួយនឹង does ហើយវីដេអូមេរៀននេះដែរសង្ឃឹមថាវានឹងជួយចែករំលែកចំណេះដឹងទៅដល់បងប្អូនដែលកំពុងសិក្សាភាសាអង់គ្លេសជាពិសេសបងប្អូនដែលកំពុងតែសិក្សានៅសាលាអន្តរជាតិ S&P យើងតែម្ដងអាចថាវានឹងជួយចែករំលែកចំណេះដឹងបន្ថែមឲ្យគិតស្វែងយល់អំពីការប្រើប្រាស់គេទម្រង់វេយ្យាករណ៍ឲ្យកាន់តែច្បាស់លាស់ជាងនេះជាចុងក្រោយខ្ញុំក៏សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានទស្សនានៅវីដេអូនេះយើងនឹងជួបគ្នាជាមួយនឹងខ្ញុំក៏ដូចជាគ្រូផ្សេងៗទៀតដែលគាត់បានបង្រៀននៅសាលាអន្តរជាតិ S&P នេះតែម្ដងសូមអរគុណ